និយាយទៅអាតាចរិតអ្នកនៅសៀមរាបដែលខ្ញុំជួបហ្នឹងអូនអ្នកមែនតើហ្មងភិកច្រើនពេលដែលខ្ញុំចូលទៅញ៉ាំអីឬក៏ខ្ញុំចូលទៅធ្វើអីនៅកន្លែងគាត់សឹងតែថាអត់យកលុយពីខ្ញុំតែម្ដងភិកច្រើនអ្នកដែលខ្ញុំជួបគឺចិត្តបានហើយមានជីវធម៌មែនតើដើមហេតុហ្នឹងគឺអញ្ចេះអត់ទៀតអត់ប្រើអស់ទេ collagen ចាអូនញ៉ាំមិនដែរចាអូនឆ្ងាញ់ណាបងហើយស្អាតទៀតមកដើមមួយទៀងទៀតបង collagen ណោះចា បងប្អូនដូចជាដឹងខ្ញុំស្រាប់ហើយឲ្យតែ fan យ៉ាសាកាឬក៏ជាអ្នកប្រើប្រាស់ខ្ញុំតែតែមានកាដូជូនគាត់ហើយលើកនេះខ្ញុំឲ្យ collagen ទៅគាត់ដោយសារតែគាត់ប្រើទៅបានផលឲ្យ feedback ពីយ៉ាសាកា collagen ពេលដែលខ្ញុំមូសសក់ហើយខ្ញុំជួបគាត់ម្នាក់នេះគាត់ជា fan យ៉ាសាកាខ្ញុំក៏ឲ្យលេគាត់មកកំប៉ុងដែរទៅដោយសារតែគាត់ចង់ប្រើដែរអញ្ចឹងហ្នឹងគឺជាទម្លាប់របស់ខ្ញុំប្រចាំហើយពេលដែលខ្ញុំជួប fan អ្នកដែលបាន follow ឬក៏អ្នកដែលបានប្រើប្រាស់ខ្ញុំតែតែមានកាដូតិចតួចជូនដល់ពួកគាត់ខ្ញុំមកក៏ដែរត្រូវការតបស្នងអីពីពួកគាត់វិញដែរខ្ញុំសង្កេតឃើញថាអ្នកដែលខ្ញុំជួបនៅសៀមរាបភិកច្រើនហ្នឹងគឺគាត់តបស្នងទឹកចិត្តរបស់គាត់ត្រឡប់ឲ្យយើងវិញភ្លាមហ្មងហើយសំបីតែមានភ្ញៀវម្នាក់ដែលគាត់លាបយ៉ាសាកាបានស្បែកសគាត់ហៅខ្ញុំទៅកេងអូតែរបស់គាត់ដែរសំខាន់គាត់ថាគាត់ free ឲ្យខ្ញុំទៀតណាឲ្យតែខ្ញុំមកព្រោះគាត់ចង់ឲ្យខ្ញុំហ្នឹងមកមើលស្បែករបស់គាត់ហើយខ្ញុំមកមនុស្សមហាលអៀសខ្លួនហើយបងប្អូនអើយថាធ្វើអីមួយឬក៏ចែកអីមួយអត់ដែរត្រូវការតបស្នងវិញទេតែមនុស្សខ្ញុំគឺចូលចិត្តគ្រប់គ្រងនិង support មនុស្សជុំវិញខ្លួនពិសេសឲ្យតែអ្នកប្រើឬក៏ជា fan ខ្ញុំអត់ដែររំលងទេគឺតែងតែជួយ support តែម្ដង